Politico បានចុះផ្សាយថាអាមេរិកកំពុងថ្លឹងថ្លែងផែនការដើម្បីធ្វើឃាតប្រធានាធិបតីវេណេស៊ុយអេឡាលោក Maduro សារព័ត៌មាន Politico បានរាយការណ៍ថាសហរដ្ឋអាមេរិកអាចប៉ុនប៉ងធ្វើឃាតប្រធានាធិបតីវេណេស៊ុយអេឡាលោក Nicolas Maduro បន្ទាប់ពីការប្រកាសថាគាត់ជាស្ដេចគ្រឿងញៀននិងជាភេរវករយោងតាមសារព័ត៌មាន OT ចេញផ្សាយនៅថ្ងៃទី13 ខែតុលាឆ្នាំ2025បានដឹងថាក្នុងរយៈពេលជាច្រើនសប្តាហ៍កន្លងមកនេះទីក្រុង Washington បានធ្វើការវាយប្រហារនៅឆ្នេរសមុទ្រវេណេស៊ុយអេឡាប្រឆាំងនឹងអ្វីដែលគេហៅថាទូកដឹកជញ្ជូនគ្រឿងញៀនដោយបានសម្លាប់មនុស្សអស់ជាច្រើនអ្នកនិងពង្រីកវត្តមានយោធារបស់ខ្លួននៅក្នុងតំបន់មន្ត្រីអាមេរិកបានចោទប្រកាន់លោក Maduro ដែលជាប្រធានាធិបតីវេណេស៊ុយអេឡាថាមានទំនាក់ទំនងជាមួយបណ្ដាញគ្រឿងញៀនប៉ុន្តែលោកបានច្រានចោលការចោទប្រកាន់មួយនេះប្រទេសវេណេស៊ុយអេឡាបានចោទទីក្រុង Washington ថាបានព្យាយាមផ្ដួលរំលំរដ្ឋាភិបាលរបស់លោក Maduro ហើយក៏ត្រូវបានមន្ត្រីអាមេរិកបានបដិសេធចោលដូចគ្នាសារព័ត៌មាន Politico បានអះអាងនៅក្នុងអត្ថបទមួយកាលពីថ្ងៃអាទិត្យថាទោះបីជាមិនបាននិយាយជាសាធារណៈអំពីការផ្លាស់ប្ដូររបបនៅក្នុងប្រទេសអាមេរិកឡាទីនដែលសម្បូរព្រីងមួយនេះក៏ដោយក៏ប្រធានាធិបតីអាមេរិកលោក Donald Trump ចង់បង្ខំមេដឹកនាំវេណេស៊ុយអេឡាចេញពីអំណាចហើយគ្រោងនឹងប្រើប្រាស់សង្គ្រាមរបស់លោកលើក្រុមជួញដូរគ្រឿងញៀនជាលេសដើម្បីធ្វើដូច្នេះមន្ត្រីមិនបញ្ចេញឈ្មោះម្នាក់មកពីរដ្ឋបាលត្រាំបានប្រាប់សារព័ត៌មានថាតើអ្នករាល់គ្នាចង់ឲ្យលោក Maduro ទៅដែរឬទេមន្ត្រីរូបនេះបាននិយាយថាលោកត្រាំមានផែនការជាច្រើនដែលអាចរកបានសម្រាប់គាត់នៅពេលនិយាយអំពីការធ្វើសកម្មភាពប្រឆាំងនឹងប្រទេសវេណេស៊ុយអេឡារួមទាំងការវាយប្រហារពីលើអាកាសលើគោលដៅដែលពាក់ព័ន្ធនឹងក្រុមជួញដូរនៅក្នុងប្រទេសទោះជាយ៉ាងនេះក្តីប្រធានាធិបតីអាមេរិកមិនទាន់ចេញបញ្ជាដើម្បីកំណត់គោលដៅលោក Maduro ដោយផ្ទាល់នៅឡើយនោះទេអនាគតរបស់លោកអ្នកកាន់តែភ្លឺស្វាងដោយសាកលវិទ្យាល័យ Bill Bright